សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីការបញ្ចប់រដូវវស្សាឆ្នាំ2025ក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាយោងទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចនិងមហាសមុទ្រឥណ្ឌាព្រមទាំងតំបន់អេខ្វាទ័របានបង្ហាញថាព្រះរាជាណាចក្រកម្ពុជាដែលទទួលនៅរបបខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្តាហ៍ទី1ខែវិច្ឆិកាខាងមុខនេះដែលជាការបញ្ចប់នៅរដូវវស្សាឆ្នាំ2025នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីរបបខ្យល់មូសុងអេសានម្ដងហើយបរិមាណទឹកភ្លៀងធ្លាក់ដែលគ្របដណ្ដប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមាយោងតាមការវិវត្តប្រែប្រួលនៃសីតុណ្ហភាពដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃនិងចូលរួមថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវនិងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសនិងអាកាសធាតុដែលអាចកើតមានឡើងជាយថាហេតុជាពិសេសគ្រប់បណ្ដាអង្គភាពនិងមន្ទីររាជធានីខេត្តដែលស្ថិតនៅក្រោមឱវាទក្រសួងធនធានទឹកនិងឧតុនិយមត្រូវមានវិធានការថែរក្សានិងខ្ចប់ទឹកទុកឲ្យមានប្រសិទ្ធភាពនៅតាមប្រភពទឹកនីមួយៗហើយត្រូវមានវិធានការបំពេញទឹកក្នុងអាងឲ្យបានគ្រប់គ្រាន់សូមសាធារណជននិងអាជ្ញាធរដែនដីមេត្តាជ្រាបជាព័ត៌មានថ្ងៃសុក្រ11កើតខែសុចឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី3ខែតុលាឆ្នាំ2025សូមអរគុណ